មេរៀនទី20ម្ចាស់ក្រុមហ៊ុនឬក៏ម្ចាស់អាជីវកម្មត្រូវយល់ដឹងឲ្យច្បាស់អំពីទុនពាក្យថាទុនជាពាក្យតែមួយម៉ាត់ទេប៉ុន្តែមានសារៈសំខាន់ណាស់សារៈសំខាន់ជាអាយុជីវិតនៃអាជីវកម្មនិងក្រុមហ៊ុនតែម្ដងពាក្យថាទុននេះពេលខ្លះយើងប្រើពាក្យថាដើមទុនមានន័យថាទ្រព្យមានន័យថាទ្រព្យសម្បត្តិហើយពេលខ្លះប្រើតែធននឹងទៅសេធនឹងណោធនៈបាទហើយពាក្យទាំងអស់ហ្នឹងជួនកាលគេប្រើជំនួសគ្នាដែរហើយយកទៅអនុវត្តនៅក្នុងបរិបទផ្សេងគ្នាថាតើពាក្យថាទុនហ្នឹងវាសំខាន់ដល់កម្រិតណាទៅដែលថាសំខាន់ដល់ចំពោះអាយុជីវិតរបស់ក្រុមហ៊ុននោះវាទាល់តែឲ្យយល់ដឹងថាតើទុនហ្នឹងមានប្រមាណប្រភេទទុនហ្នឹងមាន2គឺមួយហៅថាទុនខាងក្រៅហើយមួយទៀតហៅថាទុនខាងក្នុងទុនខាងក្រៅសំដៅទៅលើទ្រព្យសម្បត្តិទាំងឡាយណាដែលអាចប៉ះពាល់បានដែលអាចថតរូបជាប់ដូចជាផ្ទះដីធ្លីអគារមាសពេជ្រកែវកងពិទូសូរកានអីទាំងអស់និយាយចំទៅគឺលុយហ្នឹងគឺទ្រព្យខាងក្រៅទុនខាងក្នុងមានអ្វីខ្លះទុនខាងក្នុងហ្នឹងមាន7មាន7ហ្នឹងគឺទុនដែលมันអាចថតជាប់มันអាចប៉ះពាល់បានទេទាំង7ហ្នឹងមានទី1គឺសទ្ធាហ្នឹងជាទ្រព្យសទ្ធាហ្នឹងគឺមានន័យថាការជឿឬក៏ជំនឿប្រកបដោយហេតុផលអាហ្នឹងជាទ្រព្យមួយដែរទី2គឺសិលហ្នឹងគឺអ្នកដែលមានរក្សាសិលឧទាហរណ៍ថាសិល5អញ្ចឹងអ្នកដែលរក្សាសិលហ្នឹងក៏ចាត់ទុកថាមានទ្រព្យខាងក្នុងមួយដែរតែគោរពច្បាប់គោរពវិន័យក៏ជាទ្រព្យមួយដែរនេះទី2ទី3គឺចេះខ្មាស់បាបមានន័យថាមិនហ៊ានធ្វើអំពើបាបខុសឆ្គងទេទោះបីជាមានគេដឹងមានមិនមានគេដឹងអីក៏ដោយគឺថាមិនហ៊ានធ្វើនៅអំពើបាបហ្នឹងទេហ្នឹងក៏ជាទ្រព្យមួយដែរហើយទ្រព្យមួយទៀតទី4គឺខ្លាចនៅអំពើខុសឆ្គងទាំងឡាយទាំងពួងខុសច្បាប់ខុសវិន័យណាខ្លាចបាបធ្វើអញ្ចឹងទៅខ្លាចចុះនរកធ្វើអញ្ចឹងទៅខ្លាចច្បាប់ចាប់ដាក់ទោសអាហ្នឹងក៏ជាទ្រព្យមួយដែរនឹងទី4ហើយទី5គឺទ្រព្យមួយបែបទៀតហ្នឹងគឺចំណេះវិជ្ជាគឺរៀនសូត្របានចំណេះវិជ្ជានឹងច្រើនហ្នឹងក៏ជាទ្រព្យមួយដែរទ្រព្យទី6នោះគឺមានន័យថាយើងអ្នកដែលមានធនធានហ្នឹងចេះចែករំលែកហើយបើមានចំណេះហ្នឹងចេះចែករំលែកទៅអ្នកដទៃចំណាយពេលវេលាដើម្បីជួយសង្គមជួយអ្នកដទៃហ្នឹងអាហ្នឹងចេះបរិច្ចាគអញ្ចឹងក៏ជាទ្រព្យមួយដែរហើយចុងក្រោយបំផុតទី7គឺទ្រព្យនេះជាបញ្ញាគឺមនុស្សដែលមានការយល់ដឹងខុសដឹងត្រូវការសម្រេចចិត្តត្រឹមត្រូវធ្វើអីទៅត្រូវស្គាល់ការពិតណាអាហ្នឹងហៅថាទ្រព្យមួយដែរជាទ្រព្យផ្នែកបញ្ញាទ្រព្យទាំង7ដែលខ្ញុំបានរៀបរាប់ជូនហ្នឹងគឺនៅក្នុងពុទ្ធសាសនាហៅថាអរិយទ្រព្យគឺទ្រព្យដែលឧត្តមខ្ពង់ខ្ពស់ហ្នឹងមាន7ហ្នឹងអញ្ចឹងខ្ញុំសូមរាប់ឡើងវិញថាទី1ហៅថាសទ្ធាធនៈទី2ហៅថាសិលធនៈទី3ហិរិធនៈទី4អត្តបធនៈទី5សុត្តធនៈទី6ចក្ខធនៈនិងទី7បញ្ញាធនៈទ្រព្យទាំង7ហ្នឹងសំខាន់ណាស់សម្រាប់ម្ចាស់ក្រុមហ៊ុនម្ចាស់អាជីវកម្មត្រូវតែចម្រើនឲ្យបានជាប្រចាំនៅទ្រព្យទាំង7ហ្នឹងហេតុអីបានសំខាន់ជាអាយុជីវិតរបស់ក្រុមហ៊ុនពីព្រោះថាទ្រព្យខាងក្រៅដែលអាចគង់វង្សបានទ្រព្យខាងក្រៅដែលអាចរក្សាបានហើយយកទៅវិនិយោគដើម្បីឲ្យរីកចម្រើនបានលុះណាតែម្ចាស់អាជីវកម្មឬក៏ប្រធានក្រុមហ៊ុនហ្នឹងមានទ្រព្យខាងក្នុងហ្នឹង
មានអរិយទ្រព្យទាំង7ហ្នឹងបានអាចបំលែងទ្រព្យខាងក្រៅហ្នឹងឲ្យទៅជារីកចម្រើនហើយមានស្ថិរភាពបានហើយបើសិនជាអត់មានណាមួយក្នុងចំណោម7ហ្នឹងគឺអាចនឹងទ្រព្យខាងក្រៅហ្នឹងនឹងធ្លាក់ចុះមានន័យថាដើមទុនដែលយើងអាចរាប់បានលុយ1លាន2លាន3លានហ្នឹងគឺអាចនឹងធ្លាក់ចុះអាចនឹងបាត់បង់ទាំងក្រុមហ៊ុនតែម្ដងខ្ញុំសូមជូនឧទាហរណ៍ថាបើក្រនតែទី4មួយចុះអត្តបៈធនៈគឺទ្របដែរដោយសារខ្លាចច្បាប់គោរពវិន័យហ្នឹងណានឹងជាទ្របមួយដែរបើសិនជាប្រធានក្រុមហ៊ុនហ្នឹងមិនគោរពច្បាប់ទេណាអ្វីក៏ហ៊ានធ្វើដែរហ៊ានធ្វើរហូតដល់ទៅរបបមួយដែលទុច្ចរិតអញ្ចឹងក្រុមហ៊ុនទាំងមូលហ្នឹងនៅពេលដែលច្បាប់រកឃើញក្រុមហ៊ុនហ្នឹងត្រូវតែបិទទ្វារតែម្ដងត្រូវតែលុំតែម្ដងដូច្នេះទ្របខាងក្នុងហ្នឹងសំខាន់ណាស់ធ្វើយ៉ាងណាដើម្បីឲ្យមានទ្របខាងក្នុងហើយធ្វើយ៉ាងណាឲ្យមានទ្របខាងក្រៅខ្ញុំសូមជូនថានិយាយអំពីទ្របខាងក្នុងមុនទ្របខាងក្នុងដើម្បីឲ្យបានទ្របខាងក្នុងហ្នឹងមកដាក់ខ្លួនគឺតលតែទី1យកចិត្តទុកដាក់រៀនសូត្រយកចិត្តទុកដាក់ស្ដាប់ទី2ត្រូវក្រោយពីស្ដាប់ក្រោយពីរៀនសូត្រនៅឯកសារត្រឹមត្រូវហើយគ្រូដែលច្បាស់លាស់ហើយត្រូវយកមកគិតពិចារណាទី2ត្រូវគិតពិចារណាថាមេរៀននេះល្អមេរៀននេះមិនសូវល្អឯកសារនេះល្អឯកសារនេះមិនសូវល្អទេយកមកគិតហើយគិតទៀតឲ្យដឹងថាឯកសារណាល្អឯកសារណាមិនល្អទី3បើដឹងថាមួយណាល្អហើយត្រូវតែយកទៅអនុវត្តឲ្យបានច្រើនដងអញ្ចឹងកាលណាយើងដើរតាមយន្តការទាំង3ហ្នឹងគឺរៀនឬក៏ស្ដាប់ដែលយកចិត្តទុកដាក់នឹងទី1ទី2យកមកពិចារណាយកមកគិតឲ្យដឹងល្អដឹងអាក្រក់ខុសត្រូវហើយជ្រើសរើសហើយនឹងទី2ហើយពេលជ្រើសរើសបានហើយយើងយកទៅអនុវត្តទៀតឲ្យបានរឿយឲ្យបានច្រើនដងនឹងទី3នឹងធ្វើឲ្យប្រធានក្រុមហ៊ុនឬក៏ប្រធានស្ថាប័នហ្នឹងមានអរិយទ្រព្យទាំង7ហ្នឹងបន្ថែមពីលើ3ហ្នឹងគឺអាចថាប្រធានក្រុមហ៊ុនឬប្រធានស្ថាប័នហ្នឹងគាត់ខ្សែគប់នៅមនុស្សល្អហៅថាកល្យាណមិត្តកុំខ្សែគប់នៅមិត្តលាមកឬក៏បាបប្រមិត្តហើយគាត់ចេះតែស្រាវជ្រាវរកឯកសារល្អអ្វីដែលល្អហើយជាពិសេសរកបុគ្គលគំរូនៅក្នុងជីវិតរបស់គាត់ទៀតអានឹងកាន់តែប្រសើរឡើងធ្វើឲ្យគាត់មានទ្រព្យទាំង7ហ្នឹងកាន់តែល្អឡើងហើយវាអាចជួយឲ្យទ្រព្យខាងក្រៅហ្នឹងកាន់តែមានស្ថិរភាពហើយកាន់តែរីកចម្រើនទៅទៀតចុះបើទ្រព្យខាងក្រៅវិញយើងធ្វើម៉េចបានទ្រព្យខាងក្រៅគឺមួយចំនួននោះគឺគាត់អាចថាបានមកពីឪពុកម្ដាយដែលគាត់ជាអ្នកមានអញ្ចឹងគាត់ចែកគេនឹងឲ្យកូនទៅជាលុយជាផ្ទះជាដីធ្លីអីចឹងអាហ្នឹងគឺទ្រព្យខាងក្រៅហើយអាចថាម្ចាស់ក្រុមហ៊ុនហ្នឹងអត់មានទទួលមរតកពីណាទេគាត់នៅថាគាត់ខំរកស៊ីខំសន្សំបានលុយបានកាក់ទៅក៏ទិញដីទិញផ្ទះឬក៏មានលុយមួយចំនួនដើម្បីទៅបើកក្រុមហ៊ុនទៅអាហ្នឹងគឺជាទ្រព្យខាងក្រៅបានដោយគេមរតកឬក៏បានដោយសារការខំប្រឹងប្រែងប៉ុន្តែសូមបញ្ជាក់ម្ដងទៀតថាទោះគេមរតកក៏ដោយទោះជាប្រឹងប្រែងរកស៊ីបានប៉ុណ្ណាក៏ដោយបើអត់មានទ្រព្យខាងក្នុងទេទ្រព្យខាងក្រៅនឹងអាចរលាយទៅបានអញ្ចឹងចំណុចចុងក្រោយខ្ញុំសូមឲ្យប្រធានក្រុមហ៊ុនឬក៏ប្រធានស្ថាប័នទាំងអស់សូមឲ្យយកចិត្តទុកដាក់ទៅលើទ្រព្យខាងក្នុងដែលមានទាំង7ទាំង7ដែលខ្ញុំបានជម្រាបជូននឹងខ្ញុំសូមឧបមាអញ្ចេះឧបមាថាយើងទាំងអស់គ្នាមានអាហារមួយថ្ងៃ3ពេលទទួលទានគឺបានមានបាយហូបមួយថ្ងៃ3ពេលហើយមានបាយមានម្ហូបមានភេសជ្ជៈអីល្មមអាចរស់បានមួយថ្ងៃ3ពេលហើយអត់មានចពាក់លុយគេទេអត់មានបញ្ហាអីធំដុំដល់សុខភាពទេបើសិនជាយើងក្នុងបរិបទប៉ុណ្ណឹងមានមនុស្សច្រើនណាស់ដែលស្ថិតនៅក្នុងការរស់នៅបែបហ្នឹងមានន័យថាមានទទួលទានអាហារ3ពេលគ្រប់គ្រាន់ហើយមិនមានជំងឺដង្កាត់អីធ្ងន់ធ្ងរបើមានប៉ុណ្ណឹងជាមូលដ្ឋានហើយយើងគ្រាន់តែបំពាក់នៅ
អរិយទ្រព្យទាំង7នឹងមកគឺថាអាចនឹងរកស៊ីបានអាចនឹងខ្លាយទៅជាអ្នកមានបានអាចខ្លាយទៅជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អបានអញ្ចឹងទ្រព្យខាងក្នុងនេះសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មម្ចាស់ស្ថាប័នដែលអាចយកទៅអនុវត្តជាប្រចាំតាមអ្វីដែលខ្ញុំជូនយោបល់ទាំងអស់ហ្នឹងគឺថាយកទៅអនុវត្តជារឿយៗទៅយើងនឹងទទួលបាននៅទ្រព្យខាងក្នុងហ្នឹងបាទសូមអរគុណ